ពិធីអភិបូជាដ៏ឱឡារិកនៅព្រះសហគមន៍កាតូលិកសន្តៈហ្វ្រង់ស្វ័រសាវីយេចម្ប៉ាព្រះសហគមន៍កាតូលិកព្រះវិហារសន្តៈហ្វ្រង់ស្វ័រសាវីយេចម្ប៉ាបានប្រារព្ធពិធីអភិបូជាយ៉ាងឱឡារិកនាព្រឹកថ្ងៃទី7ខែធ្នូឆ្នាំ2025ក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយេស្មីតហាស្លេអភិបាលព្រះសហគមន៍កាតូលិកភូមិពាកភ្នំពេញពិធីដ៏សំខាន់នេះរួមមានបុណ្យរំលឹកសន្តៈហ្វ្រង់ស្វ័រសាវីយេដែលជាឧបការីនៃព្រះសហគមន៍នៅចម្ប៉ាបុណ្យគោរពព្រះនាងម៉ារីគ្មានជំពាក់បាបអភិសេកតុសក្ការៈថ្មីនិងអាងជ្រមុជទឹកអគ្គសញ្ញាលាភថ្ងាសសម្រាប់បេក្ខជនបេក្ខនារីចំនួន30នាក់បងប្អូនជាទីស្រឡាញ់នៅក្នុងអត្តទី2នៃរដូវរងចាំនេះតាមពិតយើងត្រូវតែពុពេញដោយសេចក្តីសង្ឃឹមនឹងថ្ងៃនេះដែលខ្ញុំចូលរួមជាមួយបងប្អូនដើម្បីមិនមែនតែធ្វើពិធីប៉ុន្តែធ្វើអគ្គសញ្ញាលាភថ្នាក់បានហើយជាមួយសន្តៈហ្វ្រង់ស្វ័រហ្សាវីយេបានហើយជាមួយព្រះនាងម៉ារីដែលគ្មានចំពាក់បាបដែលបន្តិចទៀតយើងបានធ្វើប្រេពោនៅលើអាសនៈថ្មីដែលបញ្ចូលទៀតរបស់សន្តិដែលនៅក្បែរខ្ញុំនៅពេលហ្នឹងដែលអំបញ្ញមេងបានធ្វើពិធីប្រេពោលើអង្គអគ្គសញ្ញាជ្រមុជទឹកដ៏ថ្មីមួយយើងមើលឃើញយ៉ាងជាក់ស្ដែងអំពីសេចក្តីសង្ឃឹមដែលព្រះជាម្ចាស់បានរៀបចំឲ្យយើងខ្ញុំជាគ្រីស្ទបរិស័ទដើម្បីណែនាំឲ្យយើងត្រៀមខ្លួននៅក្នុងសេចក្តីសង្ឃឹមរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទដែលកំពុងយាងមកក្នុងធម្មទេសនាលោកអភិបាលអូលីវីយេបានដាស់តឿនគ្រីស្ទបរិស័ទទាំងអស់ឲ្យត្រៀមខ្លួនទទួលព្រះយេស៊ូវដែលនឹងយាងមក1ការត្រៀមរៀបចំខ្លួននិងសេចក្តីសង្ឃឹមលោកបានរំលឹកថាលោកយូហានបាទីសបានអញ្ជើញយើងឲ្យរៀបចំជីវិតផ្ទាល់ខ្លួនដើម្បីទទួលព្រះអង្គយាងមកព្រះបន្ទូលរបស់ព្រះបានណែនាំយើងតាមរបៀបពិសេសហើយសេចក្តីសង្ឃឹមដែលយើងទទួលបានគឺសេចក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នាសេចក្តីសង្ឃឹមនេះគឺសម្រាប់អ្នកដែលបាត់បង់អ្វីៗទាំងអស់ជនគ្មានទីពឹងអ្នកក្រីក្រក៏ដូចជាសម្រាប់យើងផ្ទាល់ខ្លួនផងដែរព្រះអង្គម្ចាស់ជាអ្នកសង្គ្រោះជីវិតគឺជាសេចក្តីសង្ឃឹមរបស់យើងទោះបីយើងខ្វះខាតវត្ថុលោកីក៏យើងមានព្រះជាម្ចាស់គង់នៅជាមួយដែរព្រះបន្ទូលរបស់ព្រះអង្គបានលួងលោមចិត្តយើងនិងផ្ដល់កម្លាំងឲ្យយើងចេះតស៊ូ2កម្លាំងចិត្តពីព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីមានកម្លាំងបន្តទៅមុខទៀតលោកអភិបាលបានអំពាវនាវដល់បងប្អូន30រូបដែលទទួលអគ្គសញ្ញាលាភថ្ងាសនិងគ្រីស្ទបរិស័ទទាំងអស់ឲ្យរំលឹកដល់អំណោយទានទាំង7របស់ព្រះវិញ្ញាណដ៏វិសុទ្ធព្រះវិញ្ញាណដ៏វិសុទ្ធនឹងណែនាំយើងជាពិសេសឲ្យស្គាល់និងគោរពព្រះជាម្ចាស់3ភាពជិតស្និទ្ធនៃតុសក្ការៈថ្មីលោកអភិបាលបានប្រទានពរលើតុសក្ការៈថ្មីនេះសម្រាប់ថ្វាយអភិបូជាគឺនំប៉័ងទៅជាព្រះកាយនិងស្រាទៅជាព្រះលោហិតរបស់ព្រះយេស៊ូវធាតុរបស់សន្តិមេរីយ៉ាមវ៉ាវ៉ាឌីត្រូវបានតម្កល់ក្នុងតុសក្ការៈនោះសន្តិរូបនេះបានជួបព្រះជាម្ចាស់ក្នុងការត្រាស់ហៅរបស់គាត់មុនពេលគាត់ស្លាប់នៅអាយុ33ឆ្នាំធាតុនេះមកពីទឹកដីកំណើតរបស់ព្រះយេស៊ូវលោកអភិបាលបានដកស្រង់សម្ដីរបស់គាត់ថាកន្លែងណាដែលមានចិត្តធម៌មេត្តាករុណានិងសេចក្តីស្រឡាញ់យ៉ាងពិតប្រាកដកន្លែងនោះព្រះជាម្ចាស់គង់នៅលោកអភិបាលអូលីវីយេបានបន្តថាសេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់គឺជាអំណោយទានពិសេសដែលនាំឲ្យយើងមានភាពឆ្អែតមានអំណរនិងមានកម្លាំងដោយសារយើងមានព្រះជាម្ចាស់គង់នៅជាមួយលោកក៏បានរំលឹកថាតាមរយៈសន្តៈហ្វ្រង់ស្វ័រសាវីយេយើងខិតខំប្រកាសដំណឹងល្អនាំឲ្យយើងមានសេចក្តីក្លាហានជាអំណោយទានពីព្រះវិញ្ញាណដ៏វិសុទ្ធតាមរយៈព្រះនាងម៉ារីគ្មានជំពាក់បាបជាអ្នកបម្រើនិងធ្វើតាមព្រះハរតីរបស់ព្រះជាម្ចាស់ដែលជាកម្លាំងឲ្យយើងត្រៀមខ្លួនទទួលព្រះជាម្ចាស់ជាចុងក្រោយលោកអភិបាលបានលើកទឹកចិត្តគ្រីស្ទបរិស័ទឲ្យរកឃើញសេចក្តីសុខនៅក្នុងដួងចិត្តផ្ទាល់ខ្លួននិងនៅក្នុងគ្រួសារនៅក្នុងព្រះសហគមន៍និងនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ព្រោះព្រះយេស៊ូវជាព្រះអង្គម្ចាស់នៃសន្តិភាពដូច្នេះបងប្អូនជាទីស្រឡាញ់យើងចាប់ផ្ដើមបង្កើតសេចក្តីសុខនៅក្នុងដួងចិត្តរបស់យើងផ្ទាល់នៅក្នុងគ្រួសាររបស់យើងនៅក្នុងព្រះសហគមន៍របស់យើងនៅទីនេះរួមជាមួយលោកឪពុកជាមួយបងស្រីយើងជាគ្រួសារតែមួយនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ហើយសេចក្តីសុខនេះទៅជាអំណោយមួយយ៉ាងពិសេសដែលព្រះជាម្ចាស់ប្រទានតាមរយៈព្រះយេស៊ូវគ្រីស្ទដោយសារយើងដឹងហើយព្រះយេស៊ូវជាព្រះអម្ចាស់នៃសុខសន្តិភាពតែតំពោជាទីស្រឡាញ់អរព្រះគុណព្រះអង្គ
ហើយយើងបន្តធ្វើដំណើររួមជាមួយគ្នាហើយជាពិសេសតាមរយៈតុសក្ការៈបូជាថ្មីនេះយើងទទួលព្រះកាយព្រះគ្រីស្ទជាប្រចាំដើម្បីរស់នៅជាមួយព្រះយេស៊ូវគ្រីស្ទដែលស្រឡាញ់យើងដែលយាងមកដើម្បីសង្គ្រោះយើងឲ្យយើងមានជីវិតដ៏ពេញលេញ